ជំរាបសួរនេះមកជួបគ្នាម្ដងទៀតហើយនៅវីដេអូសារថ្មីនេះដែលខ្ញុំបានថតឲ្យរដូវល្ងានៅក្នុងផ្ទះហើយឮសំឡេងអីវ៉ាន់ខ្លះហ្នឹងគឺបានសំឡេងម៉ាស៊ីនកម្ដៅដូច្នេះសូមទ្រង់គង់នៅជាមួយបងប្អូនយើងទាំងអស់គ្នានៅពេលវេលានេះជាពេលវេលាដែលព្រះបានបញ្យល់ព្រះបានពង្រៀនយើងឲ្យរស់នៅក្រមអាណាព្យាបាលរបស់ទ្រង់ព្រោះពេលវេលាកាន់តែដល់ហើយយើងមើលគ្រប់ទីកន្លែងចុះសិតតែគ្រប់បែបយ៉ាងសម្បីតែនៅសហរដ្ឋអាមេរិកក៏ត្រូវមានការលិចទឹកមានមនុស្សស្លាប់ដូចជាបងប្អូនយើងនៅទាំងសកលលោកទាំងមូលផងដែរដូច្នេះកូនសង្ឃឹមថានៅពេលវេលានេះជាពេលវេលាមួយដែលយើងត្រូវរត់រកព្រះលះបង់អ្វីៗអស់កុំឲ្យនៅសេសសល់អ្វីៗដែលយើងមើលឃើញហើយយើងខំប្រឹងយ៉ាងណាក៏នៅតែបាត់អត់មានអ្វីជាប់នឹងខ្លួនដែរដូច្នេះសូមទ្រង់បងប្អូនទាំងអស់គ្នាទិដ្ឋានជាមួយយើងខ្ញុំព្រះបិតាដែលគង់នៅដល់ឋានសួគ៌ដ៏ខ្ពង់ខ្ពស់ជាទីបំផុតបិតាគុណអរគុណទ្រង់ណាស់ដែលពេលវេលានេះបានបើកពេលវេលាឲ្យកូនបានមកបង្រៀននៅព្រះបន្ទូលរបស់ទ្រង់សូមទ្រង់យើងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់គង់នៅជាមួយកូនក្នុងការទិដ្ឋាននេះផងដែរសូមទ្រង់គង់នៅជាមួយតាទ្រង់សព្ទឲ្យកូនព្រានអ្វីសូមទ្រង់ប្រាប់កូនដើម្បីឲ្យកូនមានអំណាចមកពីទ្រង់មានពេញដោយព្រះវិញ្ញាណបរិសុទ្ធហើយសូមទ្រង់មេត្តាអត់ទោសការខុសឆ្គងរបស់កូនដែលតែងតែធ្វើខុសជាមួយទ្រង់ហើយសូមទ្រង់អត់ទោសការខុសឆ្គងការម្លងរបស់ផែនដីទាំងមូលព្រមទាំងលោកពេជ្រទាំងមូលនេះដែលកំពុងតែជ្រួលច្បល់និងមាននារីពលប្រាស់គ្នាដោយក្រៀមដោយការបំផ្លិចបំផ្លាញនៅធម្មជាតិដែលព្រះបានបង្កើតដោយសារតែការមិនស្ដាប់បង្គាប់ដោយការមិនទទួលស្គាល់ដោយព្រះដែលបង្កើតផ្ទៃមេឃផែនដីអរគុណទ្រង់សូមទ្រង់គង់នៅជាមួយពួកកូនទាំងអស់គ្នាដែលបានស្ដាប់ព្រះបន្ទូលរបស់ទ្រង់នៅតាមរយៈបបោមាត់កូនអរគុណទ្រង់គុណសូមយើងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់គង់នៅជាមួយកូនគ្រប់គ្នានៅពេលវេលានេះគុណសូមទូលថ្វាយការបង្រៀននៅព្រះបន្ទូលរបស់ព្រះទ្រង់នេះថ្វាយដាច់នឹងកណ្ដាប់ហូរដែលមានគ្រប់ទាំងវិជាស្ដាព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គនៅពេលវេលានេះតិចមែនតែនឥឡូវនេះមានសូមបើកទៅកាពីអេម៉ូសចំពោះ9ចំពោះ9ខ9អរគុណព្រះអង្គត្បិតមើលអញនឹងបង្គាប់ហើយនឹងរែងពួកពងអ៊ីស្រាអែលនៅកណ្ដាលអស់ទាំងសះដូចជាគេរែងអង្គរនៅក្នុងកញ្ច្រែងឥតមានគ្រាប់ណាមួយធ្លាក់ដល់ដីឡើយអរគុណព្រះអង្គហើយមួយទៀតខ11ខ10អស់អ្នកមានបាបក្នុងរាជអញដែលពោលថាការអាក្រក់នឹងតាមយើងមិនទាន់ប្រទះនឹងយើងឡើយគេនឹងត្រូវស្លាប់ដោយដាវអរគុណព្រះអង្គសូមព្រះប្រទានពរឥឡូវនេះខ្ញុំសូមបកស្រាយម្ដងគឺនៅអេម៉ូសចំពោះ9ខ9ដែលខ្ញុំអានមើលមិញហ្នឹងត្បិតមើលអញនឹងបង្គាប់ហើយនឹងរែងវងអ៊ីស្រាអែលទៅនៅកណ្ដាលអស់ទាំងសះដូចជាគេរែងអង្គរនៅក្នុងកញ្ច្រែងឥតមានក្របណាមួយធ្លាក់ដល់ដីឡើយបានសេចក្តីថាម៉េចបានសេចក្តីថាត្រង់ពេលវេលានេះគឺពេលវេលាគេហៅ shaking time ប៉ុន្តែភាសាខ្មែរយើងទាំងព្រះមានទូលថានឹងរែងរាជត្រង់ដូចជារែងអង្គរអញ្ចឹងបងប្អូនយើងដឹងស្រាប់ហើយការដែលគេរែងអង្គរគេយកទៅដើមប៉ុន្តែនៅពេលព្រះរែងនេះគឺអត់ឲ្យកាលណារែងគឺអត់ឲ្យមានជ្រុះមកគ្របដល់ដីទេដូច្នេះការអស់ទៅនឹងសូមបងប្អូនយល់ដឹងពីការដែលទ្រង់បានប្រាប់យើងជាយូរមកហើយមិនមែនតែប្រាប់ផ្លូវនោះទេឥឡូវនឹងពេលវេលាដល់ហើយគឺគ្រប់កន្លែងទាំងអស់គឺមានការរងទុក្ខលំបាកវេទនាគ្រប់បែបយ៉ាងចំពោះអ្នកណាដែល
ទទួលស្គាល់ទ្រង់សូមឲ្យពិតប្រាកដជាមួយទ្រង់អ្វីៗដែលព្រះបន្ទូលមានបន្ទូលទៅធ្វើតាមនេះជាព្រះបន្ទូលរបស់ព្រះដូច្នេះការអស់ទៅនឹងដែលកូនបានសិក្សាព្រះបន្ទូលទ្រង់តាមរយៈព្រះគម្ពីរនេះដែលអេម៉ូលចំពោះ9ខ9នេះឃើញព្រះមានបន្ទូលថាត្បិតមើលអញនឹងបង្គាប់ហើយនឹងរែងពួកវងអ៊ីស្រាអែលនៅកណ្ដាលអស់ទាំងសះឃើញរែងពួកទាំងអស់ទាំងសះដែលនៅលើផែនដីហ្នឹងគេថារែងដែលផែនដីបានទ្រង់មានបន្ទូលថារែងពួកយើងនៅកណ្ដាលអស់ទាំងសះមានន័យថាមិនសះដែលគេមិនជឿសះដែលគេជឿហើយតែជឿតែមាត់គេអត់ប្រព្រឹត្តតាមអ្វីដែលទ្រង់ប្រាប់នៅក្នុងព្រះគម្ពីរគឺជាក្រឹតវិន័យគឺជាអត្តចរិតរបស់ព្រះដូច្នេះនៅពេលចុងក្រោយនេះដែលទ្រង់រែងគឺរែងដូចជាគេរែងអង្គដែលក្នុងកញ្ច្រែងឥតមានក្របណាមួយធ្លាក់ដល់ដីឡើយនេះជាព្រះបន្ទូលរបស់ព្រះដូច្នេះពេលវេលានេះជាពេលវេលាដែលទ្រង់រែងហើយសូមបងប្អូនបញ្ញាប់មកជាប់នឹងព្រះឲ្យជាប់នឹងព្រះនឹងប្រទានពរដូច្នេះទៅខមួយទៀតខ10អស់អ្នកដែលមានបាបក្នុងរាជអញគេព្រះមានបន្ទូលថាមនុស្សយើងទាំងអស់គ្នាសិតតែជាមនុស្សមានបាបមិនមែនអ្នកណាមួយសុចរិតទេមានតែព្រះមួយគត់ដែលសុចរិតនៅលើផែនដីនេះដូច្នេះព្រះមានបន្ទូលនៅក្នុងខ10អស់អ្នកមានបាបក្នុងរាជអញដែលពោលថាការអាក្រក់នឹងមកតាមយើងមិនទាន់ឬប្រទះនឹងយើងឡើយគេនឹងត្រូវស្លាប់ដោយដាវអរគុណព្រះអង្គដូច្នេះការដែលរាជទ្រង់ដែលទ្រង់មានបន្ទូលថាអស់អ្នកមានបាបនៅក្នុងរាជរបស់ទ្រង់គឺថានៅក្នុងចំណោមមនុស្សនៅលើផែនដីនេះគឺសុទ្ធតែកូនរបស់ព្រះទាំងអស់ក្នុងចំណោមដែលមនុស្សមានបាបដែលពោលថាការអាក្រក់នឹងមកតាមមិនតាមទាន់ឬប្រទះនឹងយើងឡើយឃើញគឺម្នាក់មានអំនួតដូច្នេះការដែលមានអំនួតនឹងឲ្យដែលយើងធ្លាក់ដូច្នេះការយើងត្រូវរៀនសូត្រអ្វីក៏ដោយគឺយើងរៀនសូត្រពីព្រះបន្ទូលព្រះទ្រង់ថាធ្វើម៉េចយើងត្រូវធ្វើតាមវាអត់ប្របាក់សោះនឹងធ្វើតាមព្រះព្រោះព្រះមានអំណាចណាវាមានអំណាចអាចប្រោះមនុស្សស្លាប់ឲ្យរស់ឡើងវិញប្រោះមនុស្សដែលឈឺជារាពិការខ្វាក់ខ្វិនអីទុំព្យាបាលទាំងអស់យើងមើលឃើញនៅក្នុងកាពីហើយដែលយើងធ្លាប់សិក្សាព្រះបន្ទូលទ្រង់តែយើងអត់ព្រមធ្វើតាមមិនដឹងជាហេតុម៉េចបានជាបបាក់ធ្វើណាទៅឬយ៉ាងម៉េចហើយបើសិនណាជាបងប្អូនដែលមិនទាន់ជឿព្រះទេសូមថ្វាយខ្លួនចាប់ពីពេលដែលលេងឃើញវីដេអូរបស់នាងខ្ញុំនេះទៅគឺថាសូមឲ្យកែប្រែចិត្តវិលត្រឡប់មកវិញវិលត្រឡប់មករកព្រះដែលធ្វើដោយដៃមនុស្សគឺយើងអត់អាចជួយយើងបានទេគឺយើងពឹងព្រះដែលមានបជនរស់ពឹងព្រះដែលបង្កើតផ្ទៃមេឃផែនដីមិនមែនពឹងព្រះដែលមនុស្សធ្វើដោយដៃទេគឺពឹងព្រះដែលមនុស្សបង្កើតយើងវិញអូខេអរគុណច្រើនហើយជាពិសេសទ្រង់មានបន្ទូលថាមនុស្សមានបាបហេតុអីបានព្រះមានបន្ទូលថាអស់អ្នកមានបាបនៅក្នុងរាជអញដែលពោលថាការអាក្រក់មិនមកតន់យើងទេគឺថាដូចជាមិនទទួលស្គាល់ហ្មងមិនទទួលស្គាល់គិតឃើញតែអ្វីគេថាយើងត្រូវផ្លាស់ប្ដូរមិនមែនការអត់ទៅនឹងយើងគិតមើលថាឥឡូវយើងកុំយើងនិយាយថាបងប្អូនយើងដែលនៅជុំវិញខ្លួនយើងនៅជុំវិញប្រទេសយើងដែរគេអត់មានជឿព្រះទេណាមានតែប្រទេសកម្ពុជាយើងមួយទេដែលបានមានអ្នកគ្រីស្ទានជាច្រើនការអស្ចារ្យក៏មានដែរបងប្អូនយើងអត់មានព្រមទទួលស្គាល់សោះហេតុអីប៉ុន្តែទ្រង់មានបន្ទូលថារែងយើងអត់ឲ្យជ្រុះមកក្របនិងទី1អត់ឲ្យធ្លាក់មកដល់ដីហើយខ10គឺអ្នកមានបាបនៅក្នុងរាជអញឃើញព្រះទ្រង់មានបន្ទូលថារាជអញដែលពោលថាការអាក្រក់មិនមកដល់គេទេនេះហើយការប្រមាថអូខេអរគុណច្រើនសូមព្រះអង្គគង់ជាមួយនៅពេលបងប្អូនយើងមើលឃើញនៅវីដេអូនេះសូមទ្រង់ខលមកលេខខ្ញុំក៏បានខលមក Facebook ខ្ញុំក៏បានហើយមានបងប្អូនយើងនៅស្រុកខ្មែរច្រើនដែរដែលមាន Facebook យើងជួបយើងទៅពហិវិញទៅយើងត្រឡប់ទៅរកព្រះវិញទៅការអស់ទៅនឹងគឺថានៅលើព្រះហើយចុងបញ្ចប់គឺស្លាប់ឃើញទេចុងបញ្ចប់ស្លាប់នឹងស្អី
ស្លាប់ដោយដាវមានន័យថាម៉េចគឺព្រះបន្ទូលរបស់ព្រះគឺមិនទទួលនឹងឲ្យស្លាប់ដោយដាវអរគុណព្រះអង្គសូមព្រះប្រទានពរជំរាបលា